មានបញ្ហារ៉ាញ់វត្ថុមួយគេហៅថា lifestyle creep នឹងចេះមានន័យថានៅពេលដែលយើងធ្វើអីក៏ដោយមិនថារកស៊ីធ្វើការណាចំណូលយើងកាន់តែកើនយើងកាន់តែចាយដល់ពេលអញ្ចឹងទៅមួយជីវិតណាដល់ពេលចាស់ទៅយើងអត់អាចមានសេរីភាពរ៉ាញ់វត្ថុទេមានន័យថាយើងអត់សល់លុយយើងត្រូវធ្វើការយើងប្រើកម្លាំងបានយើងគេថាទទួលបានចំណូលអញ្ចឹងយើងពិបាកទៅនៅពេលយើងចាស់ទៅអញ្ចឹងណាអញ្ចឹង lifestyle creep ហ្នឹងគឺមានបញ្ហាមិនថានៅសហរដ្ឋអាមេរិកឬក៏នៅស្រុកយើងឯងនៅស្រុកយើងក៏មានច្រើនដែរហ្នឹងហើយអញ្ចឹងមានន័យថាម៉េចមានន័យថានៅពេលដែលគាត់ប្រឹងប្រែងធ្វើការឬក៏ប្រឹងប្រែងរកស៊ីចំណូលគាត់កើនហ្នឹងហើយចំណូលកើនហ្នឹងហើយប៉ុន្តែគាត់អត់សល់លុយអីទេហ្នឹងហើយអាហ្នឹងហើយចូលអន្ទាក់គេថា lifestyle creep អញ្ចឹងដើម្បីងាយយល់លោកគ្រូនឹងឧទាហរណ៍មួយអញ្ចឹងណាហ្នឹងហើយអញ្ចឹងឧបមាចេះចោះយើងជាអ្នកធ្វើការយើងចូលដំបូងកន្លែងការងារយើងហ្នឹងគេឲ្យយើង500បន្ទាប់មកមួយឆ្នាំទៀតគេឲ្យយើង700អានេះលោកគ្រូឧទាហរណ៍ណាហ្នឹងហើយហើយមួយទៀតមួយឆ្នាំទៀតឬក៏2ឆ្នាំទៀតគេឡើងឲ្យយើង1000ណាហ្នឹងហើយអញ្ចឹងពេលដែលយើងឡើងពី500ដល់700ហ្នឹងការយើងនៅប្រាក់ខែ500កាហ្វេ3000យើងផឹកកើតហ្នឹងហើយឬក៏កាហ្វេ5000យើងផឹកកើតប៉ុន្តែដល់ពេលយើងឡើងដល់ប្រាក់ខែ700ណាហ្នឹងហើយគឺកាហ្វេ5000យើងផឹកអត់ឆ្ងាញ់ទេយើងទៅផឹកកាហ្វេមួយកែវ10000ហ្នឹងហើយហើយ10000ហ្នឹងគឺយើងផឹក2កែវទៀតហើយយើងយកលេសមួយថាយើងផឹកទៅដើម្បីមានកម្លាំងធ្វើការមានទឹកចិត្តធ្វើការលើកទឹកចិត្តឲ្យខ្លួនឯងអញ្ចឹងណាហ្នឹងអាហ្នឹងប្រាក់ខែ700ដល់ពេលយើងឡើងប្រាក់ខែ1000ស្រាប់តែយើងបែកកំណត់ទៅផឹកកាហ្វេមួយកែវ$5មួយកែវ$4ជាងអញ្ចឹងណាផឹកមួយថ្ងៃ2កែវអីអញ្ចឹងទៅអញ្ចឹងអាលុយដែលឡើងហ្នឹងគឺវាមានសល់អីឲ្យយើងទេហ្នឹងហើយយល់កន្លែងហ្នឹងហើយហើយអាហ្នឹងរឿងកាហ្វេរឿងកាអាវរឿងដើរលេងហាងមុំការប្រាក់ខែ500ចេះចូលបាយថ្ងៃអីចឹងណា5000អីចេះចូលប្រឡំបកើឬក៏4000ប្រឡំបកើជាមួយបងដែលគាត់គេហៅថារត់ pass L 4000 យើងហូបបានហើយយើងអ្នកធ្វើការណាប៉ុន្តែដល់ពេលយើងប្រាក់ខែ1000អូអត់ចូលទេអត់អនាម័យឯកន្លែងហ្នឹងយើងតតែចូលកន្លែង12000កន្លែង$5មួយពេលឯបាទយើងសំជាមួយប្រាក់ខែយើងសំជាមួយគេហៅថាឋានៈតួនាទីយើងនៅកន្លែងការងារឃើញទេអញ្ចឹងអាកន្លែងហ្នឹងគឺយើងចូលអន្ទាក់ lifestyle creep ហ្នឹងហើយអញ្ចឹងមានន័យថាម៉េចមានន័យថានៅពេលដែលចំណានយើងមានន័យថានៅពេលដែលគេថាចំណូលយើងកើនណាហ្នឹងហើយចំណូលយើងកើនចំណាយរបស់យើងប្រឹងចាយតាមហ្នឹងដែរអញ្ចឹងដល់ពេលយូរទៅមកជីវិតរបស់យើងគឺវិលទៅវិលមកនៅក្នុង lifestyle creep ហ្នឹងតកន្លែងហ្នឹងណាហ្នឹងហើយអាហ្នឹងជាបញ្ហាមួយហើយមួយទៀតកន្លែងហ្នឹងលោកគ្រូបញ្ជាក់ពេលខ្លះទៅមានណាបុគ្គលិកបន្ទោសកន្លែងការងារថាធ្វើការនៅកន្លែងហ្នឹងមកជីវិតដែលឃើញសល់ស្អីសោះប៉ុន្តែបញ្ហាមកពីខ្លួនគាត់ទេមិនមែនពីកន្លែងការងារគេមិនឡើងប្រាក់ខែឲ្យណាគេឡើងរាល់ឆ្នាំណាគេឡើងអ្នកខ្លះកន្លែងការងារខ្លះអាចឡើង6ខែម្ដងណាឬក៏មួយឆ្នាំម្ដងអញ្ចឹងទៅហ្នឹងហើយគេមិនមែនមិនឡើងប្រាក់ខែឲ្យទេហ្នឹងគេឡើងប្រាក់ខែឲ្យយើងណាហ្នឹងហើយប៉ុន្តែយើងដល់ពេលបានប្រាក់ខែឡើងគឺយើងរៀងដែរណាយើងប្រឹងចាយដែរដល់ពេលយើងប្រឹងចាយដែរអាលុយដែលយើងឡើងហ្នឹងយើងចាយអស់អញ្ចឹងយើងដដែលហ្នឹងហើយអញ្ចឹងឧទាហរណ៍ថាលុយដែលយើងឡើងបាន200ហ្នឹងយើងចាយម៉ត់ហ្នឹងហើយអញ្ចឹងប្រាក់ខែយើងឧទាហរណ៍ថានៅ500អញ្ចឹងមួយឆ្នាំទៅមួយឆ្នាំយើងដកប្រាក់ខែមានន័យថាពីមួយឆ្នាំទៅមួយឆ្នាំគេថាអតិផរណាឬក៏តម្លៃទំនិញវាមិនកើនឡើងអញ្ចឹងដល់ពេលយើងចាយអស់អាលុយដែលយើងលើសហ្នឹងយល់កន្លែងហ្នឹងគិតបន្តិចណាហ្នឹងហើយដែលយើងចាយអស់លុយដែលយើងកើនហ្នឹងអញ្ចឹង500ពីឆ្នាំឧទាហរណ៍ពីឆ្នាំ2010ដល់ឆ្នាំ2013 3ឆ្នាំហ្នឹងគឺយើងមានន័យថាយើងដកប្រាក់ខែយើងអត់បានឡើងប្រាក់ខែយើងថយវិញព្រោះទំនិញវាឡើងថ្លៃតោះនេះយល់កន្លែងហ្នឹងណាហ្នឹងហើយអ្នករកស៊ីក៏ដូចគ្នាដែរអ្នករកស៊ីខ្លះពេលដែលគាត់គេហៅថារកស៊ីថ្មីថ្មោងអីចឹងណាហ្នឹងរកស៊ីថ្មីថ្មោងទើបតែហៅថាបានចំណូលតិចតួចអីចឹងទៅជិះម៉ូតូគេថាម៉ូតូអាគុយឬក៏ម៉ូតូអគិសនីឬក៏ម៉ូតូអាកូនទីអីម៉ូតូធម្មតាគាត់ជិះបានណាហ្នឹងហើយដល់ពេលគាត់វត្តថាគាត់រកបានរៀងគ្រាន់តិចឧទាហរណ៍ណាមួយខែគាត់រកបាន2000 3000អញ្ចឹងទៅគាត់ដុល្លារnàyហើយដុល្លារគាត់ផុសហើយគាត់ផុសអួតគេហ្នឹងហើយអាហ្នឹងគឺជាបញ្ហាតោះនេះហ្នឹងហើយយល់កន្លែងហ្នឹងនៅពេលដែលយើងកើនចំណូលយើងអត់ប្រឹងសន្សំលុយទុកទេយើងអត់ប្រឹងលក្ខណៈថាសន្សំឲ្យចំណូលដែលយើងកើនហ្នឹងទុកសិនទេនឹងគឺយើងប្រឹងចាយសិនដល់ពេលយើងប្រឹងចាយអាការរកស៊ីរបស់យើងមិនដាក់ដើមទុនណានឹងឯការរកស៊ីភាគច្រើនគឺដាក់ដើមទុនណានឹងអត់មានការរកស៊ីណាអត់ត្រូវការដើមទុនទេបើស្អីយើងលក់ទំនិញរបស់យើងស្រួលយើងមិនអាចទៅទិញមួយពីរយកមកលក់បានទេគឺយើងកៅថាបោះដុំហ្នឹងហើយបោះដុំមានន័យថាឧទាហរណ៍ថាយើងលក់គេថាអីវ៉ាន់បោះដុំមួយចុះហ្នឹងហើយយើងលក់គ្រឿងក្អូបមិនដែរយើងទិញមួយពីរយកមកលក់បើកតូបបានទេហ្នឹងហើយយើងទិញទាំងដុំហ្នឹងហើយយើងលក្ខណៈថាទិញទាំងដុំឬក៏យើងទៅរោងចក្រទិញអញ្ចឹងណាហ្នឹងហើយបើសិនជាឧបមាថាយើងទិញកៅអៅក៏ដោយជួនកាលដើមយើង10000 20000ណាហ្នឹងហើយយើងលក់អត់ទាន់បានទេហ្នឹងយើងលក់
បានមួយថ្ងៃឧទាហរណ៍ថាមួយថ្ងៃបាន 2000 3000 ណានឹងឧទាហរណ៍ថាដើមយើង 100000 ដើមយើង 20000 ប៉ុន្តែអាលុយដែលចំណេញហ្នឹងវាវិលវល់នៅក្នុងដើមហ្នឹងហើយបើសិនជាអីវ៉ាន់ហ្នឹងຕົកយូរទៅលក់អត់ដាច់វាមិនខាតតោះនេះយល់កន្លែងហ្នឹងអញ្ចឹងដល់ពេលខ្លះអ្នកខ្លះគាត់រកស៊ីថ្មីថ្មោងគាត់ឃើញអាលុយដែលចំណេញប្រចាំថ្ងៃប្រចាំខែហ្នឹងគាត់គិតថាហ្នឹងជាលុយចំណេញអាហ្នឹងខុសហ្នឹងហើយយល់ហើយហ្នឹងឥឡូវឧទាហរណ៍ថាដើមយើង 50000 ហ្នឹងហើយយើងដាក់ទៅយើងលក់ទៅយើងបានមួយថ្ងៃឧទាហរណ៍ថា 200 400 500 យ៉ាងទៅយើងចេះតែបូកថាអូមួយខែបានប៉ុណ្ណេះយើងចំណេញប៉ុន្តែយើងអត់ទាន់កាត់ stock អីវ៉ាន់ដែលយើងបាន invest វិនិយោគចូលហ្នឹងទេចុះបើអីវ៉ាន់ហ្នឹងលក់មិនចាញ់យើងមិនខាតតោះនេះហើយអ្នកខ្លះក៏គិតអញ្ចឹងគាត់គិតថាបើសិនជាអីវ៉ាន់ហ្នឹងមាននៅក្នុងហាងយ៉ាងទៅអាហ្នឹងក៏ជា stock អីវ៉ាន់ដែរប៉ុន្តែពេលខ្លះ stock អីវ៉ាន់ខ្លះប្រើកើត stock អីវ៉ាន់ខ្លះលក់អត់កើត stock អីវ៉ាន់ខ្លះគេយកបោះចោលបងប្អូនឃើញនៅដូចនៅផ្សារទំនើបអីគេលក់បញ្ចុះតម្លៃគេលក់ថោកគេលក់បោះចោលណាហ្នឹងហើយនៅប្រទេសមួយចំនួនអីវ៉ាន់ខ្លះតែផុតឲ្យគេបោះចោលហើយហ្នឹងហើយគេអត់យកមកលក់ទេអាហ្នឹងមិនខាតតងកន្លែងហ្នឹងអញ្ចឹងពេលខ្លះពេលដែលយើងលក់ការថាថ្មីថ្មោងយើង boost page ណាឬក៏យើងរកស៊ីដំបងអញ្ចឹងទៅយើងគេថាយើងបានឃើញផលចំណេញប៉ុន្តែចំណេញហ្នឹងចំណេញនៅក្នុងដើមរបស់យើងទេដល់ពេលអញ្ចឹងយើងប្រឹងចាយយើងឃើញចំណេញយើងប្រឹងចាយយើងប្រឹងគេថា update lifestyle មានន័យថារបៀបដែលយើងរស់នៅយើងទិញឡានទំនើបណាយើងទិញឡានថ្មីយើងទិញសម្ភារៈថ្មីទូរស័ព្ទថ្មីណាម៉ូតូថ្មីយើងទិញអ្វីថ្មីទាំងអស់ប៉ុន្តែកុំភ្លេចថាដើមរបស់យើងដាក់ចូលការរកស៊ីហ្នឹងវាច្រើនហើយអញ្ចឹងបើយើងដាក់ចូល 50000 ឧទាហរណ៍ណាយើងដាក់ចូល 50000 យើងបានលក់បានណាយើងបាន 100000 មកវិញហើយសល់បានខ្លះអាហ្នឹងបានចំណេញសល់លុយចំណេញប៉ុន្តែបើយើងដាក់ចូល 50000 យើងលក់បាន 10000 20000 យើងឃើញអីវ៉ាន់យើងសល់យើងគិតថាយើងចំណេញអត់ទេណាហ្នឹងហើយតើយើងលក់អីវ៉ាន់ហ្នឹងអស់សិនតែអីវ៉ាន់មិនទាន់ដល់ដៃភ្ញៀវយើងនៅគ្រោះថ្នាក់ឡើយណាហ្នឹងហើយត្រូវគិតកន្លែងហ្នឹងយើងមិនមែនថាអូអីវ៉ាន់យើងនៅ stock យើងនៅអីវ៉ាន់វិលចូលវិលឡើងក្នុងអីវ៉ាន់អត់ចឹងហ្នឹងហើយអញ្ចឹងត្រូវប្រយ័ត្នតាក់ទងជាមួយនឹងអន្ទាក់របស់ lifestyle grip ហ្នឹងធ្វើម៉េចកុំឲ្យច្រឡំហ្នឹងហើយអញ្ចឹងអ្នក LC បើសិនជាឧបមាថាយើងចេះយើងលក់បាយលក់គុយទាវអីចឹងណាឧទាហរណ៍ថាពេលដែលយើងធ្វើបាយធ្វើគុយទាវលក់មួយថ្ងៃឧទាហរណ៍ថាយើងចំណាយ500អញ្ចឹងយើងលក់ថ្ងៃហ្នឹងយើងឆាប់ថាអូមួយថ្ងៃហ្នឹងយើងលក់500បន្ទាប់មកយើងលក់មួយព្រឹកហ្នឹងហើយយើងបាន600យើងអាហ្នឹងយើងឃើញថាយើងចំណេញ100តោះនេះប៉ុន្តែអ្នកបោះដុំអីវ៉ាន់អ្នកលក់អនឡាញធំអត់មានទេបោះដើមធំណាឥឡូវដូចកៅអៅអ្នកខ្លះបោះ50000បោះ60000កប់នៅក្នុងនោះហើយដល់ពេលយើងលក់បានមកយើងលក់បាន100 200មក300មកយើងប្រឹងចាយយើងគិតថាហ្នឹងជាលុយចំណេញវាចំណេញមែនយើងលក់បានកៅអៅ5វាចំណេញមែនឧទាហរណ៍កៅអៅ5យើងលក់បានចំណេញ$50 មួយ$20អញ្ចឹងណានឹងយើងចំណេញ10រៀលហ្នឹងហើយកៅអៅ20រៀលយើងចំណេញ10រៀលយើងចំណេញបាន$50អញ្ចឹងយើងឃើញចំណេញតើនឹងប៉ុន្តែតាមពិតវាមិនចំណេញទេវាជាលុយមួយដែលនៅក្នុងអាជីវកម្មរបស់យើងតោះនេះដែលយើងអត់ទាន់កាត់អ្វីដែលយើងចំណាយនោះតោះនេះអញ្ចឹងយើងប្រឹងចាយវាយើងប្រឹងអាប់ដេតជីវិតរបស់យើងយ៉ាងទៅប្រើទូរស័ព្ទថ្លៃចូលហាងនើបអីយ៉ាងទៅអាហ្នឹងគ្រោះថ្នាក់ហើយហ្នឹងហើយដោយសារតំណែងរបស់យើងនៅក្នុង stock នោះហ្នឹងហើយយើងអត់ទាន់លក់ដាច់យើងអត់ទាន់ផាត់ដើមហើយណាហ្នឹងហើយយល់កន្លែងហ្នឹងណាហ្នឹងហើយអញ្ចឹងបកមកវិញតាក់ទងជាមួយដូចអ្នកលក់គុយទាវដូចអ្នកអីអញ្ចឹងណានៅលក់បាយអញ្ចឹងទៅគាត់ខ្វល់ច្រើននេះឥឡូវឧទាហរណ៍ថាគាត់លក់ក្នុងមួយថ្ងៃហ្នឹងគ្រឿងរបស់គាត់ណាគ្រឿងរបស់គាត់ប៉ុន្តែអត់និយាយរឿងតុកចានណានៅលោកគ្រូអត់និយាយថាគ្រឿងសម្រាប់លក់គុយទាវសាច់គុយទាវអីចឹងណាមួយថ្ងៃគាត់ចំណាយអស់$500គាត់លក់បាន$800អាហ្នឹងគឺគាត់ឃើញចំណេញមួយថ្ងៃហ្នឹងគាត់ឃើញចំណេញ300អញ្ចឹងអា300ហ្នឹងគាត់អាចដកបានណាហ្នឹងហើយយល់កន្លែងហ្នឹងប៉ុន្តែអ្នកលក់គុយទាវឬក៏លក់បាយ300ហ្នឹងគាត់អាចយកដកឧទាហរណ៍ថា100ថាលុយចំណេញដែលគាត់អាចចាយបាន200ទៀតគឺយកដាក់ចូលដើមមកដែលគាត់ទិញតុកទិញគុយទាវជួលកន្លែងគេនោះហ្នឹងហើយយល់កន្លែងហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងអ្នកអូស៊ីគួរតែប្រយ័ត្នប្រយែងដែរហ្នឹងហើយឲ្យចេះគិតគណិតវិទ្យាឲ្យចេះគិតបូកដកគុណចែកណាហ្នឹងហើយកុំឲ្យចេះតែលក់បានចេះតែចាយហ្នឹងហើយយល់កន្លែងហ្នឹងហ្នឹងហើយអញ្ចឹងបងវិញតើតើ lifestyle grip ហ្នឹងអ្នកអូស៊ីអ្នកធ្វើការក៏ដូចគ្នាដែរអ្នករស់ស៊ីបើសិនជាគាត់រកចំណូលបានកាន់តែច្រើនទៅគាត់ចេះតែប្រឹង update lifestyle របស់គាត់ហ្នឹងហើយឡានថ្មីណាផ្ទះដែលគាត់នៅរងឯគាត់នៅកើតឯគាត់រត់ទៅដូរវីឡាអញ្ចឹងទៅឧទាហរណ៍ថាផ្ទះរបស់គាត់ឧទាហរណ៍ណា100000គាត់ទិញដាច់គាត់នៅកើតទេយើងរកស៊ីធំដែរណាហ្នឹងហើយគាត់សុកចិត្តទៅទិញផ្ទះ50000បងរំលោះគេណាហ្នឹងហើយដែលគាត់លក់ផ្ទះ100000ឧទាហរណ៍គាត់លក់បាន60000ឬក៏70000ក៏យក70000ហ្នឹងទៅដាក់
បងរំលោះបតចូលផ្ទះវិឡានៅអាហ្នឹងពេលខ្លះបងប្អូនគិតតែឆោតទេហ្នឹងហើយយើងមានផ្ទះ $10,000 ណាហ្នឹងហើយយើងលក្ខណៈថាវាអត់មានជាផ្ទះបងរំលោះអីទេស្រាប់តែយើងលក់អាហ្នឹងចោលហើយយើងទៅផ្ទះបងរំលោះវិឡានៅដល់ពេលនៅទៅយើងលក់អត់ដាច់យើងមានបញ្ហាហិរញ្ញវត្ថុសេដ្ឋកិច្ចវាការថាអត់ប្រសើរយើងទៅលក់អាហ្នឹងផ្ទះវិឡាហ្នឹងតែយើងអត់លុយបង់គេយកវិញហ្នឹងហើយគេអាចឲ្យយើងខ្លះតោះនេះហ្នឹងហើយឃើញទេយើងបានថាពេលខ្លះតែយើងលោតឆាប់លោតហ្នឹងហើយយើងឆាប់លោតធ្ងន់ហ្នឹងហើយប៉ុន្តែមិនមែនថាមិនឲ្យបងប្អូនចាយវាអីទេតោះនេះហ្នឹងហើយធ្វើម៉េចកុំឲ្យថាចំណូលកើនដឹងតែកើនចំណាយដែរបើមិនជាឧទាហរណ៍ថាចំណូលរបស់យើងឧទាហរណ៍ណាចំណូលរបស់យើងមិនថាអ្នករកស៊ីអ្នកធ្វើការប៉ុន្តែអ្នកធ្វើការយ៉ាងបាក់តិចឧទាហរណ៍ចេះចុះឧទាហរណ៍ថាចំណូលរបស់យើង$50,000នៅក្នុងមួយខែតោះនេះដើមរបស់យើងនៅក្នុងការរកស៊ីឧទាហរណ៍ណា$20,000 3-4 ខែទៅយើងផាត់អាដើមនឹងអស់ហើយបន្ទាប់មកយើងលក់បានអាហ្នឹងជាចំណូលសុទ្ធមានន័យថាយើងដកដើមយើងអស់ហើយការរកស៊ីហ្នឹងចំណេញកន្លងមកហ្នឹងគឺជាចំណូលសុទ្ធអញ្ចឹងដល់ពេលចំណូលសុទ្ធឥឡូវឧទាហរណ៍ថាលុយរបស់យើងមានទាំងអស់ឥឡូវឧទាហរណ៍ stock អីវ៉ាន់របស់យើងសល់ stock អីវ៉ាន់បើគិតមើលទៅបើយើងការតម្លៃលក់ដើមណា$50,000 stock អីវ៉ាន់ដែលយើងសល់ហើយលុយដែលនៅក្នុងដៃយើងសល់$30,000អញ្ចឹងដើមរបស់យើងគេដើមរបស់យើងតែ$20,000មិនអញ្ចឹងតើនេះហ្នឹងហើយអញ្ចឹងដើមរបស់យើងតែ$20,000អញ្ចឹងយើងសល់5,000បូកជាមួយនឹងកើតថា30,000អញ្ចឹងយើងបាន35,000អញ្ចឹង35,000បានន័យថាម៉េចមានន័យថាយើងកាត់ដក20,000ចេញយើងសល់15,000អញ្ចឹង15,000ហ្នឹងជាលុយដែលយើងចំណេញហ្នឹងហើយយើងអាចដកមួយចំនួនចាយអាប់ដេតតិចតួចទៅបានអាប់ដេតជីវិតរបស់យើងអញ្ចឹងណាហ្នឹងហ្នឹងតិចតួចទៅបានហើយបើស្អីយើងគិតថាអូយើងចាំបាច់អាប់ដេតអីទេយើងចាំបាច់ទិញឡានថ្មីទេឡានរបស់យើងជិះមានស្រាប់ទៅមករួចហ្នឹងហើយអត់ចាំបាច់ទៅដូរឡានថ្មីទៅនៅស្អីនាំអស់លុយអាហ្នឹងក៏បានក៏ល្អដែរលុយហ្នឹងយើងទុកទៅដល់ពេលយូរទៅយើងមិនសល់ដល់ពេលចាស់ទៅពេលដែលយើងខ្ជិលធ្វើការខ្ជិលរកស៊ីណានឹងយើងយកលុយនឹងទៅដាក់ធនាគារទៅមួយខែឧទាហរណ៍យើងមានលុយ$1 លានមួយខែយើងបាន5,000ទៅ6,000ដែរតាមធនាគារអញ្ចឹងណាហ្នឹងហើយយល់ឡើងហ្នឹងហើយអញ្ចឹងអ្នកមានដែលគេអ្នកធំណាហ្នឹងហើយគឺគេលក់ដីបានមួយកន្លែង$100-200 លានអញ្ចឹងទៅគេដាក់ធនាគារហ្នឹងហើយគេយកតកាហ្នឹងហើយយល់ទេអ្នករកស៊ីចងការក៏អញ្ចឹងដែរគាត់រកបានអញ្ចឹងទៅណាគាត់រកបានអញ្ចឹងទៅគាត់ដាក់50,000 30,000ក្នុងធនាគារចោលអញ្ចឹងទៅហើយបានការប្រចាំខែគាត់ចាយវាអញ្ចឹងទៅហ្នឹងហើយអាហ្នឹងអាស្រ័យលើយើងគិតហ្នឹងអាហ្នឹងវាតាក់ទងជាមួយនឹងក្បួនទៀតដែរលោកគ្រូបន្ថែមបន្តិចណារៀងវែងតិចសម្លេងហ្នឹងណាហ្នឹងហើយ podcast ហ្នឹងណាលោកគ្រូបន្ថែមបន្តិចក្បួនបោះសភៅ The Richest Man in Babylon គឺគេអត់ចាយមេលុយគេអត់ចាយកូនលុយគេចាយចៅលុយអញ្ចឹងចេះឧទាហរណ៍ថាលុយដែលយើងគេថាលុយដែលយើងដើមរបស់យើងអាហ្នឹងគេហៅម៉ែលុយឪលុយមេលុយហ្នឹងហើយបន្ទាប់មកលុយដើមហ្នឹងយើងយកទៅរកស៊ីឥឡូវឧទាហរណ៍ថាយើងលក់អីមួយអញ្ចឹងណាបានផលចំណេញអាហ្នឹងគេហៅកូនលុយហ្នឹងយើងយកទៅបង្កើតចៅលុយទៀតអញ្ចឹងឥឡូវចេះឧទាហរណ៍ថាយើងរកស៊ីឧទាហរណ៍ណាលក់ទូរស័ព្ទចុះហ្នឹងហើយដើមយើង5,000យើងផាត់ចំណាយផាត់អីអស់យើងលក់មួយខែយើងចំណេញបានឧទាហរណ៍ណាចំណេញបាន3,000ហ្នឹងហើយ3,000អាហ្នឹងគេហៅកូនលុយអញ្ចឹងនៅក្នុងសភៅហ្នឹងគេអត់ឲ្យយើងចាយអាកូនលុយហ្នឹងទេគេឲ្យយក3,000ហ្នឹងយើងយកទៅណាយើងយកទៅវិនិយោគបន្តយើងយកទៅសំយើងយកទៅរកស៊ីបន្តអញ្ចឹងណាហ្នឹងហើយអញ្ចឹង3,000ហ្នឹងឧទាហរណ៍ថា3,000ហ្នឹងវាអាចរកចំណូលយើងក្នុងមួយខែណា$500អញ្ចឹងយើងអាចចាយបានណា$500ហ្នឹងតោះណាយើងអត់បាត់មេលុយយើងអត់បាត់កូនលុយយើងអាចចាយចៅលុយបានយល់ទេណាហ្នឹងហើយអញ្ចឹងវាអត់ចូលតាក់ lifestyle grip ទេអញ្ចឹងប៉ុណ្ណឹងឯងណាហ្នឹងហើយជាខ្លីធ្វើម៉េចកុំឲ្យចំណូលកើនប្រឹងចាយប្រឹងខ្មើដែរណាហ្នឹងហើយអាហ្នឹងគ្រោះថ្នាក់ហើយហ្នឹងហើយអញ្ចឹងប៉ុណ្ណឹងឯងបាទជួបគ្នានៅ podcast លើកក្រោយបាទសូមអរគុណ